វេទិកាសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មីឯកឧត្តមគឹមរតវិសិទ្ធនាយរងខុទ្ទកាល័យសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលវសសនិងឯកឧត្តមអ៊ុនបុតអភិបាលរងខេត្តកំពង់ធំតំណាងឯកឧត្តមនួនផារ៉ាត់អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មីនាព្រឹកថ្ងៃទី16ខែកញ្ញាឆ្នាំ2025ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីអង្គការសហគមន៍សមាគមនិងសហជីពក្នុងខេត្តរួមទាំងមន្ទីរជំនាញមកពីរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូបឯកឧត្តមអ៊ុនបុតអភិបាលរងខេត្តកំពង់ធំបានសាទរចំពោះវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនាពេលនេះដែលជាការបង្កើតនូវឱកាសសម្រាប់ពង្រឹងនិងពង្រីកដៃគូសហការលើការលើកកម្ពស់សុខដុមរមណីយកម្មវិស័យសង្គមស៊ីវិលនៅកម្ពុជាតាមរយៈការពង្រឹងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាលរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គការសង្គមស៊ីវិលដើម្បីបន្តចូលរួមផ្តល់សេវាសង្គមនិងអភិវឌ្ឍតាមមូលដ្ឋានជនបទនិងសហគមន៍ឯកឧត្តមក៏បានថ្លែងនៅការកោតសរសើរចំពោះសមិទ្ធផលរបស់អង្គការសង្គមស៊ីវិលនៅពេលកន្លងមកដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសំខាន់ៗដូចជាវិស័យអប់រំសុខាភិបាលសិទ្ធិមនុស្សបរិស្ថាននិងការអភិវឌ្ឍមូលដ្ឋានជាដើមក្នុងអង្គវេទិកានាព្រឹកនេះឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវសសបានថ្លែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរមូលដ្ឋានអង្គការសង្គមស៊ីវិលទាំងក្នុងខេត្តកំពង់ធំនិងសមិទ្ធផលនាពេលកន្លងមកដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋឯកឧត្តមក៏បានលើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ជាធរមានដើម្បីបង្ហាញអំពីតម្លាភាពសុចរិតភាពនិងការបង្កើនទំនុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយនិងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាពស្ថិរភាពយូរអង្វែងនិងការអភិវឌ្ឍដោយចីរភាពស្របតាមចក្ខុវិស័យនិងគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលក្រោមមគ្គុទ្ទេសក៍ដឹកនាំដោយឆ្នើមរបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាចំពោះស្ថានភាពព្រំដែនជាមួយប្រទេសថៃនាពេលបច្ចុប្បន្នឯកឧត្តមបានលើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិលត្រូវតែបន្តស្មារតីរួមសាមគ្គីនិងបង្កើនស្មារតីស្នេហាជាតិព្រមទាំងជឿជាក់ចំពោះការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការការទូតនិងនីតិវិធីដើម្បីការពារឧត្តមប្រយោជន៍ជាតិនិងលើកស្ទួយកិត្យានុភាពប្រជាជាតិកម្ពុជានៅលើឆាកអន្តរជាតិឆ្លៀតក្នុងឱកាសនោះអង្គការសង្គមស៊ីវិលខេត្តកំពង់ធំបានរួមគ្នាចេញញត្តិដោយគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាក្នុងបុព្វហេតុការពារអធិបតេយ្យបូរណភាពទឹកដីនិងឯករាជ្យភាពកម្ពុជាអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជានិងបានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិស្ថាប័នអន្តរជាតិនិងបណ្ដាប្រទេសមហាអំណាចជួយអន្តរាគមន៍ជំរុញឲ្យរាជរដ្ឋាភិបាលនិងយោធាថៃដោះលែងដោយឥតលក្ខខណ្ឌនៅវីរៈកងទ័ពកម្ពុជាទាំង18រូបនិងត្រូវគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងដោយស្មោះត្រង់ចំពោះបទឈប់បាញ់ដោយបញ្ឈប់ជាបន្ទាន់នៅសកម្មភាពបង្កប្រទុសរាយតាមព្រំដែនព្រមទាំងស្នើឲ្យភាគីថៃរើចេញនៅបន្លាលួសដែលបានរាយដោយរំលោភលើបូរណភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជាដើម្បីនាំសភាពការព្រំដែនត្រឡប់ទៅរកភាពប្រក្រតីវិញនិងធានាសន្តិភាពយូរអង្វែងនៅតំបន់ព្រំដែនប្រទេសទាំងពីរនិងជាការរួមចំណែកថែរក្សាសុខសន្តិភាពស្ថិរភាពអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់